សម្រាប់វីដេអូមួយនេះគឺខ្ញុំធ្វើដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនមួយចំនួនដែលបានសួរខ្ញុំនៅក្នុងវីដេអូមុនទាក់ទងទៅនឹងវិញ្ញាណកូនក្មេងដែលគាត់បានមកចាប់កំណើតជាមួយនឹងយើងប៉ុន្តែគាត់ត្រូវជ្រុះត្រឡប់ទៅវិញនៅក្នុងសំណួរដែលភ្ញៀវគាត់បានសួរមកហ្នឹងគឺខ្ញុំអត់អាចឆ្លើយបានទាំងអស់ទេព្រោះនៅក្នុង TikTok អត់ដូច Facebook ទេពាក្យសម្ដីដែលយើងសរសេរទៅមួយចំនួនគឺប្រព័ន្ធរបស់វានឹងចាប់អញ្ចឹងខ្ញុំខ្លាចមានបញ្ហាដល់ account ខ្ញុំមិនអាចឆ្លើយបានទាំងអស់ទេសំណួរខ្លះខ្ញុំអាចឆ្លើយបានដោយសារពាក្យហ្នឹងអត់មានបញ្ហាអីសរសេរចូលទៅប្រព័ន្ធវាអត់ចាប់ទេប៉ុន្តែពាក្យមួយចំនួនសរសេរទៅគឺធ្វើឲ្យប្រព័ន្ធហ្នឹងវាចាប់ថាយើងសរសេរពាក្យដែលវាខុសទៅនឹងគោលការណ៍របស់កម្មវិធី TikTok ហើយចំពោះសំណួរដែលខ្ញុំឆ្លើយជូនថ្ងៃនេះគឺមាន3ដូចបងប្រុសទី1គាត់សួរខ្ញុំថាតើក្មេងនៅក្នុងផ្ទៃហ្នឹងអាយុប៉ុន្មានខែទើបមានវិញ្ញាណហើយសំណួរទី2ហ្នឹងសួរថាចុះបើកូនហ្នឹងស្លាប់នៅក្នុងពោះដោយខ្លួនឯងទៅវិញហើយចំពោះសំណួរទី3គឺគាត់សួរថាតើយើងធ្វើម៉េចធ្វើបុណ្យរបៀបណាដើម្បីឧទ្ទិសកុសលឲ្យទៅដល់ទារកដែលជ្រុះត្រឡប់ទៅវិញហ្នឹងអញ្ចឹងឥឡូវខ្ញុំសូមឆ្លើយសំណួរទី1មុនសួរថាតើក្មេងនៅក្នុងផ្ទៃអាយុប្រហែលខែទើបមានវិញ្ញាណនិយាយទៅគឺឲ្យតែគាត់មកចាប់កំណើតជាមួយនឹងយើងគឺជាវិញ្ញាណដែលមកសន្ធិដ្ឋនៅក្នុងនឹងឯងមានរឿងមួយភ្ញៀវខ្ញុំម្នាក់បងស្រីហ្នឹងគាត់បើកហាងរស់ស៊ីហើយកូនចៅរបស់គាត់ហ្នឹងសុទ្ធតែស្រីទាំងអស់ខ្ញុំលើករឿងហ្នឹងយកមកប្រាប់ឲ្យបងប្អូនស្ដាប់ឲ្យពិចារណាកូនចៅរបស់គាត់ហ្នឹងសុទ្ធតែស្រីហើយមានម្នាក់នោះកូនចៅរបស់គាត់ម្នាក់នោះត្រូវគេចាប់រំលោភរហូតដល់មានផ្ទៃពោះគាត់តែបាត់រដូវមួយខែណាពេលហ្នឹងគាត់ក៏លេបថ្នាំជំរុះកូននឹងចោលគឺវិញ្ញាណហ្នឹងអត់ទៅណាទេនៅក្នុងហាងហ្នឹងដដែលហ្នឹងបុគ្គលិកម្នាក់ដែលត្រូវគេចាប់រំលោភហើយបុគ្គលិកស្រីម្នាក់ទៀតគាត់មានផ្ទៃពោះប្រហែលជាជាមួយនឹងសង្សាររបស់គាត់នៅក្នុងហាងដដែលហ្នឹងកាលហ្នឹងប្រហែលជាអាយុបាន1ខែ2ខែអីទេប៉ុន្តែបុគ្គលិកហ្នឹងក៏គាត់បានជំរុះចោលដែរលេបថ្នាំអីជំរុះចោលអញ្ចឹងទៅហើយវិញ្ញាណក្មេងទី2ហ្នឹងក៏នៅតែនៅក្នុងហាងហ្នឹងដដែលអត់ទៅណាដូចគ្នាហើយសួរថាធ្វើមិនបានដឹងថាវិញ្ញាណហ្នឹងនៅក្នុងហាងបងប្អូនប្រហែលជាឆ្ងល់កន្លែងហ្នឹងដំបូងម្ចាស់ហាងគាត់អត់ដឹងទេហើយគាត់ដឹងហ្នឹងគឺដោយសារមានមិត្តភក្តិគាត់ម្នាក់ដែលគាត់ចេះសមាធិគាត់ចេះអាចមើលឃើញតាមផ្លូវងឹតហ្នឹងគាត់មកដល់ហាងហ្នឹងគាត់ជួយមើលឲ្យប៉ុន្តែពេលដែលមកហ្នឹងមិនមែនក្នុងគោលបំណងមើលវិញ្ញាណក្មេងហ្នឹងទេគាត់មកហ្នឹងមកលេងទេដល់ពេលមកដល់គាត់សមាធិគាត់មើលឲ្យគាត់ថាឃើញនៅក្នុងហាងហ្នឹងមានវិញ្ញាណក្មេង2ដែលនៅវិលវល់នៅក្នុងហាងហ្នឹងអត់ទៅណាទេហើយគាត់ក៏បានសួរបងស្រីម្ចាស់ហាងហ្នឹងសួរថាមានកូនចៅរបស់គាត់2នាក់ធ្លាប់ទម្លាក់ក្មេងចោលនៅក្នុងហាងហ្នឹងមែនពេលហ្នឹងបងស្រីម្ចាស់ហាងគាត់រនឹកទៅបានគាត់នឹកឃើញថាមាន2នាក់មែនហើយមិត្តភក្តិរបស់គាត់ហ្នឹងក៏ប្រាប់ថាឲ្យធ្វើបុណ្យឧទ្ទិសកុសលឲ្យគេទៅឲ្យគេចេញពីហាងហ្នឹងឲ្យគេទៅចាប់ជាតិទៅកុំទុកឲ្យគេនៅវិលវល់នៅក្នុងហាងហ្នឹងទៀតអាហ្នឹងគឺជារឿងពិតជាក់ស្ដែងមួយហើយចំពោះសំណួរទី2ដែលគាត់សួរខ្ញុំថាបើកូនស្លាប់នៅក្នុងពោះតើយើងគួរធ្វើឲ្យឬមួយក៏អត់ខ្ញុំចង់ជម្រាបថាទោះបីជាកូនហ្នឹងស្លាប់ជ្រុះទៅវិញដោយសារស្នាដៃយើងជាឪពុកម្ដាយឬមួយក៏ដោយសារគ្នាអស់បុណ្យស្លាប់ទៅវិញដោយខ្លួនឯងនៅក្នុងពោះក៏ដោយយើងជាឪពុកម្ដាយយើងគួរតែមានទំនួលខុសត្រូវគួរតែទៅធ្វើបុណ្យឧទ្ទិសកុសលបញ្ជូនទៅឲ្យគ្នាព្រោះយើងអត់ដឹងថាគ្នាមកចាប់កំណើតហ្នឹងគ្នាមានបុណ្យច្រើនប៉ុណ្ណាទេចុះបើសិនជាគ្នាមកចាប់កំណើតហើយអត់បុណ្យត្រឡប់ទៅវិញជ្រុះទៅអត់មានផលបុណ្យទៅចាប់កំណើតជាមួយនឹងអ្នកផ្សេងអញ្ចឹងគឺនៅវិលវល់ឯកានៅហ្នឹងហើយខ្លាយទៅជាវិញ្ញាណក្មេងអនាថាហើយចំពោះសំណួរមួយទៀតដែលសួរថាយើងចង់ធ្វើបុណ្យឧទ្ទិសកុសលហ្នឹងតើគួរធ្វើម៉េចអាហ្នឹងគឺបងប្អូនអាចទៅរកលោកឬមួយក៏អាចារ្យនៅវត្តសួរបញ្ជាក់គាត់ឲ្យដឹងព្រោះអាចារ្យគាត់ដឹងច្បាស់យើងអាចទិញជាសម្លៀកបំពាក់ទិញជារបស់របរប្រដាប់ប្រដាក្មេងហ្នឹងយកទៅឲ្យលោកឲ្យអាចារ្យហ្នឹងនិយាយទៅជាពិសេសអាចារ្យទៅសួរអាចារ្យហ្នឹងទៅប្រាប់គាត់ថាយើងចង់ធ្វើកិច្ចបញ្ជូនរបស់អស់ហ្នឹងទៅឲ្យវិញ្ញាណកូនដែលជ្រុះទៅវិញហ្នឹងអញ្ចឹងសួរថាតើត្រូវធ្វើកិច្ចឲ្យគេខ្លះរបៀបម៉េចពេលហ្នឹងលោកអាចារ្យគាត់ប្រកាសជាប្រាប់ហើយចំពោះការធ្វើបុណ្យបងប្អូនអាចទិញជាស្លាដក់ឬមួយក៏ធ្វើអ្វីក៏ដោយនិយាយរួមឲ្យតែពាក្យថាបុណ្យគឺធ្វើដើម្បីឧទ្ទិសកុសលចែកបុណ្យទៅដល់វិញ្ញាណដែលស្លាប់ទៅហ្នឹងកូនដែលស្លាប់ទៅហ្នឹងហើយចំពោះការធ្វើបុណ្យគឺពេលដែលយើងធ្វើបុណ្យអ្វីក៏ដោយយើងត្រូវនឹកនៅក្នុងចិត្តថា
សូមឲ្យអានិសង្ឃផលបុណ្យដែលខ្ញុំបានធ្វើនេះបានទៅដល់កូនដែលធ្លាប់មកចាប់កំណើតជាមួយនឹងប្តីប្រពន្ធខ្ញុំទាំងពីរនាក់ទោះបីជាអ្នកមិនទាន់មានឈ្មោះក៏ដោយប៉ុន្តែអ្នកបានត្រឡប់ទៅវិញហ្នឹងបើសិនជាអ្នកមិនទាន់បានទៅចាប់ជាតិទេសូមឲ្យវិញ្ញាណក្ខន្ធរបស់អ្នកមកទទួលយកអានិសង្ឃផលបុណ្យដែលឪពុកម្ដាយបានធ្វើនៅក្នុងជាតិនេះយើងគ្មាននិស្ស័យជាឪពុកម្ដាយនឹងគ្នាប៉ុន្តែសូមឲ្យកូនទទួលយកផលបុណ្យអានិសង្ឃទាំងអស់ហ្នឹងទៅតាមខ្លួនទៅចាប់កំណើតនៅទីកន្លែងដែលសមគួរអញ្ចឹងបងប្អូនត្រូវនិយាយពាក្យទាំងអស់ហ្នឹងនឹកឧទ្ទិសពាក្យទាំងអស់ហ្នឹងនៅក្នុងចិត្តដើម្បីឲ្យអានិសង្ឃទាំងអស់ហ្នឹងបានទៅដល់កូនដែលអ្នកទាំងអស់គ្នាបានជំរុះចោលទោះបីដោយចេតនាក្តីដោយអចេតនាក្តីពួកគាត់អត់ទាន់មានឈ្មោះទេអញ្ចឹងពេលដែលយើងហៅគាត់មកគឺយើងត្រូវប្រាប់ថាគឺជាកូនដែលធ្លាប់មកចាប់កំណើតជាមួយនឹងយើងពេលហ្នឹងវិញ្ញាណដែលគ្នាធ្លាប់ចាប់កំណើតជាមួយនឹងយើងបើសិនជាមិនទាន់ទៅចាប់ជាតិទេគ្នានឹងអាចមកទទួលយកផលបុណ្យបានហើយតែបើសិនជាករណីដែលកូនហ្នឹងមកចាប់កំណើតជាមួយនឹងយើងហើយយើងធ្លាប់បានដាក់ឈ្មោះឲ្យទោះបីជាគ្នាអត់ទាន់កើតទេតែយើងបានដាក់ឈ្មោះឲ្យហ្នឹងយើងអាចហៅឈ្មោះចំបានឧទាហរណ៍ថាឈ្មោះពិសីឬមួយក៏ឈ្មោះធីរិតអីអញ្ចឹងទៅថាសូមឲ្យឈ្មោះហ្នឹងកូនដែលឈ្មោះហ្នឹងមកទទួលយកអានិសង្ឃផលបុណ្យដែលឪពុកម្ដាយបានធ្វើហើយឲ្យកូនបានមាននិស្ស័យផលបុណ្យហ្នឹងទៅចាប់កំណើតនៅទីកន្លែងដែលសមគួរអញ្ចឹងទៅអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើបងប្អូនមានចម្ងល់អីអាច comment សួរបន្តនៅក្នុងវីដេអូនេះបន្ថែមទៀតបាន